ចំណុចខ្លាំងនៃរឿងក្តីប្រាសាទព្រះវិហារដែលខ្មែរយើងបានឈ្នះទាមទារយកព្រះសៀមបានមកវិញនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962នោះគឺជារឿងដែលខ្មែរយើងគ្រប់រូបគួរដឹងមុននឹងប្តឹងទាមទារយកប្រាសាទនិងតំបន់ផ្សេងទៀតដែលសៀមកំពុងតែឈ្លានពានមកលើទឹកដីនិងប្រាសាទដែលជារបស់ខ្មែរនៅពេលបច្ចុប្បន្ននេះដោយដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅទាំងក្នុងប្រទេសនិងក្រៅប្រទេសបានដឹងហើយទាក់ទងនឹងរឿងរ៉ាវនៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះឃើញថាគឺហាក់ដូចជាមិនខុសគ្នាឆ្ងាយប៉ុន្មានឡើយពីឆ្នាំ1954ដែលរដ្ឋាភិបាលសៀមនៅពេលនោះបានបញ្ជូនកងទ័ពចូលមកកាន់តំបន់ព្រំដែនមានចំនួនជាមួយនឹងប្រទេសកម្ពុជាជាពិសេសនោះគឺតំបន់ប្រាសាទព្រះវិហារហេតុដែលបណ្ដាលឲ្យចិត្តសៀមមានមហិច្ឆតាលោភលន់ចង់ដណ្ដើមយកប្រាសាទព្រះវិហារពីកម្ពុជាទៅនោះគឺកើតឡើងក្រោយរយៈពេលតែ1ឆ្នាំតែប៉ុណ្ណោះដែលបារាំងបានប្រគល់ឯករាជ្យមកឲ្យប្រទេសកម្ពុជាយើងនាថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ប៉ុន្តែទោះជាឃើញទស្សនវិជ្ជាបែបកក្លឿនបែបនេះយ៉ាងណាក្តីក៏ការដឹកនាំរបស់ព្រះបាទនរោត្តមសីហនុនៅពេលនោះបានប្រឹងប្រែងព្យាយាមក្នុងការចរចាទ្វេភាគីដើម្បីដោះស្រាយបញ្ហាក្រោយពីដំណើរការតាមផ្លូវទូតមិនទទួលបានជោគជ័យហើយអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមិនអាចដោះស្រាយបាននោះឡើយកម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្ដងជំរើសនៃការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងតាមផ្លូវតុលាការអន្តរជាតិ ICJ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងវៃឆ្លាតបំផុតរបស់ថ្នាក់ដឹកនាំកម្ពុជានាសម័យនោះដោយសារថាទាំងផ្លូវច្បាប់និងទីតាំងភូមិសាស្ត្រនៃតំបន់ជម្លោះទាំងនោះគឺកម្ពុជាពិតជាមានប្រៀបខ្លាំងហេតុដូច្នេះហើយទើបបានជាកម្ពុជាសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេនៅថ្ងៃទី6ខែតុលាឆ្នាំ1959ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញនិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីទឹកដីប្រាសាទព្រះវិហារនៅថ្ងៃទី8ខែធ្នូឆ្នាំ1959តុលាការអន្តរជាតិទីក្រុងឡាអេបានចេញដីកាបង្គាប់កំណត់ការបរិច្ឆេទឲ្យកម្ពុជានិងថៃត្រូវបញ្ជូនសារណាតបទៅកាន់តុលាការវិញហើយសារណារបស់ប្រទេសកម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ចំណែកឯខាងសៀមវិញប្រហែលជាភ្ញាក់ខ្លួនដឹងថាខ្លួនជាចោរទើបបានជាដល់ថ្ងៃកំណត់ត្រូវបញ្ជូនសារណាតបបែរជាសៀមបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិទៅវិញដោយសារសៀមដឹងថាខ្លួនប្រកាសជាចាញ់ក្នុងការជំនុំជម្រះបណ្ដឹងជាមួយនឹងប្រទេសកម្ពុជាដោយសារតែតុលាការអន្តរជាតិទីក្រុងឡាអេឈលលើគោលការណ៍ត្រឹមត្រូវនិងយុត្តិធម៌ក៏បានប្រកាសបើកសវនកម្មជាសាធារណៈមួយដើម្បីជំនុំជម្រះលើបណ្ដឹងទាស់របស់សៀមហើយត្រូវបានបើកធ្វើចាប់ពីថ្ងៃទី10រហូតដល់ថ្ងៃទី15ខែមេសាឆ្នាំ1960នៅក្នុងសវនកម្មជំនុំជម្រះនោះគណៈប្រតិភូតំណាងឲ្យភាគីកម្ពុជាគឺបានដឹកនាំដោយលោកទ្រឿងកាងសមាជិកឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កហើយអមដំណើរដោយអ្នកច្បាប់ល្បីឈ្មោះចំនួន2នាក់ដែលម្នាក់គឺជាមេធាវីប្រចាំតុលាការកំពូលអាមេរិកហើយម្នាក់ទៀតគឺជាសាស្ត្រាចារ្យច្បាប់ប្រទេសបារាំងចំណែកឯខាងភាគីសៀមវិញគឺដឹកនាំដោយព្រះអង្គម្ចាស់ដែលមានឈ្មោះថាវងសាមាហេបចាយ៉ាន់គូរ៉ាដែលមានតួនាទីជាឯកអគ្គរដ្ឋទូតសៀមប្រចាំប្រទេសហូឡង់នៅពេលនោះនៅថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការអន្តរជាតិទីក្រុងឡាអេបានចេញសេចក្តីសម្រេចច្រានចោលបណ្ដឹងជំទាស់របស់សៀមហើយប្រកាសថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការជំនុំជម្រះក្តីលើបណ្ដឹងរបស់ប្រទេសកម្ពុជាព្រឹត្តិការណ៍នៅក្នុងអង្គសវនាការជំនុំជម្រះលើអង្គសេចក្តីនៅក្នុងសារណាជាលាយលក្ខណ៍អក្សរព្រមទាំងនៅក្នុងអំឡុងសវនាការផ្ទាល់មាត់ជាបន្តបន្ទាប់គឺកម្ពុជាបានលើកយកផែនទីដងរែកដែលជាផែនទីអបសម្ព័ន្ធទី1ភ្ជាប់ជាមួយនឹងសន្ធិសញ្ញាបារាំងសៀមនាឆ្នាំ1904មកធ្វើជាមូលដ្ឋានច្បាប់តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីអបសម្ព័ន្ធទី1នេះបង្ហាញថាប្រាសាទព្រះវិហារគឺស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជាផ្ទុយទៅវិញខាងភាគីសៀមនៅពេលនោះបានលើកឡើងថានៅក្នុងពាក្យបណ្ដឹងដំបូងកម្ពុជាបានទាមទារយកតែរឿងប្រាសាទព្រះវិហារតែប៉ុណ្ណោះមិនបាននិយាយអំពីបញ្ហាព្រំដែននោះទេហ
ហេតុដូច្នេះតុលាការមិនអាចសម្រេចសេចក្តីទាក់ទងនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងសៀមបានទេពាក្យពេចន៍ដែលសៀមបានតវ៉ាជាមួយនឹងតុលាការនៅពេលនោះគឺមានន័យថាបើសិនជាកម្ពុជាឈ្នះក្តីទាក់ទងនឹងប្រាសាទព្រះវិហារគឺកម្ពុជាទទួលយកបានតែប្រាសាទតែប៉ុណ្ណោះចំណែកទឹកដីនិងភ្នំដែលមានប្រាសាទព្រះវិហារឈរនៅពីលើនោះគឺជាទឹកដីរបស់សៀមទាក់ទងនឹងការព្យាយាមជំទាស់តវ៉ាពីសំណាក់ភាគីសៀមទៅកាន់តុលាការទីក្រុងឡាអេឲ្យបែងចែករវាងទឹកដីព្រំដែនហើយនិងប្រាសាទចេញពីគ្នាក្នុងការតវ៉ានោះគឺមិនទទួលបានជោគជ័យនោះឡើយដោយនៅក្នុងសាលក្រមនាឆ្នាំ1962ចៅក្រមតុលាការអន្តរជាតិទីក្រុងឡាអេបានលើកឡើងថាដើម្បីទាមទារអធិបតេយ្យលើប្រាសាទព្រះវិហារទាំងភាគីកម្ពុជានិងភាគីសៀមសុទ្ធតែបានអះអាងរៀងៗខ្លួនថាប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីរបស់ខ្លួនដូច្នេះធាតុពិតនៃចំនួនរវាងកម្ពុជានិងសៀមនៅពេលនោះដែលនាំមកដល់តុលាការអន្តរជាតិនេះគឺជាចំនួនស្ដីពីអធិបតេយ្យដែនដីដើម្បីកាត់សេចក្តីទៅលើអធិបតេយ្យដែនដីនៅក្នុងតំបន់ប្រាសាទព្រះវិហារតុលាការចាំបាច់ត្រូវតែកំណត់អំពីព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសសៀមនៅក្នុងតំបន់នោះដោយសារមិនអាចរារាំងតុលាការអន្តរជាតិមិនឲ្យសម្រេចសេចក្តីលើខ្សែបន្ទាត់ព្រំដែនបានខាងភាគីសៀមក៏បានលើកឡើងនៅទិឡេករមួយចំនួនដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែនក្នុងផែនទីអបសម្ព័ន្ធទី1ដែលបានលើកឡើងដោយភាគីកម្ពុជាគឺសៀមបានលើកហេតុផលថាខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះគឺខុសពីអ្វីដែលមានចែងនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904យោងតាមមាត្រា1នៃសន្ធិសញ្ញាសៀមនិងបារាំងគឺបានព្រមព្រៀងគ្នាថាខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែកគឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹកដើម្បីឲ្យបងប្អូនបានយល់នៅចំណុចនេះខ្ញុំបាទសូមបើកវងកញ្ចក់បន្តិចថាខ្សែបែងចែកផ្លូវទឹកគឺគេសំដៅទៅលើចំណុចកម្ពស់ភ្នំដែលខ្ពស់ជាងគេនៅពេលដែលមានភ្លៀងធ្លាក់ចំចំណុចដែលខ្ពស់ជាងគេហើយទឹកនោះវាហូរទៅខាងណាចំណុចនោះឯងគឺជាតំបន់បែងចែកព្រំដែននៅត្រង់ចំណុចប្រាសាទព្រះវិហារគឺជាកម្ពស់ភ្នំដែលទេទៅខាងថៃចំណែកនៅប៉ែកខាងកម្ពុជាយើងវិញគឺជាមុខកាត់ដែលមិនមានចំណត់សម្រាប់ឲ្យទឹកភ្លៀងហូរបាននោះឡើយហេតុដូច្នេះហើយក្រពេលដែលមានភ្លៀងធ្លាក់ទឹកភ្លៀងដែលស្រក់នៅលើកំពូលភ្នំឬក៏នៅលើប្រាសាទព្រះវិហារទាំងប៉ុន្មានគឺច្បាស់ជាហូរទៅខាងសៀមហេតុដូច្នេះហើយទើបគេសំអាងថាទឹកដីនោះគឺជាទឹកដីរបស់គេត្រង់ចំណុចនេះបើសិនជាយើងក្រឡេកមើលទៅលើទីតាំងជាក់ស្ដែងប្រកបណាស់ខ្សែបែងចែកផ្លូវទឹកប្រកាសជានៅទិសខាងត្បូងនៃប្រាសាទព្រះវិហារបើយោងទៅតាមមាត្រាមួយនេះប្រកាសណាស់ប្រាសាទព្រះវិហារពិតជាស្ថិតនៅក្នុងទឹកដីរបស់សៀមប៉ុន្តែជាអកុសលរបស់សៀមនិងជាសំណាងល្អរបស់ប្រទេសកម្ពុជានៅក្នុងសាលក្រមឆ្នាំ1962គឺតុលាការទីក្រុងឡាអេបានលើកឡើងបញ្ជាក់ថាថ្មីត្បិតតែមាត្រា1នៃសន្ធិសញ្ញាឆ្នាំ1904កំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនក៏ពិតមែនក៏ប៉ុន្តែនៅក្នុងមាត្រា3នៃសន្ធិសញ្ញាដដែលនេះចែងថាការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដនឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះរវាងបារាំងនិងសៀមត្រង់ចំណុចនេះគឺខ្ញុំបាទសូមបើកវងកញ្ចក់បញ្ជាក់បន្ថែមថាខ្សែបន្ទាត់ព្រំដែនដែលបានគូសដោយគណៈកម្មការចម្រុះបារាំងនិងសៀមគឺមិនមែនគូសនៅត្រង់ចំណុចខ្សែបែងចែកផ្លូវទឹកនោះទេគឺនៅត្រង់តំបន់ប្រាសាទព្រះវិហារខ្សែបន្ទាត់ព្រំដែនបានគូសទៅខាងជើងនៃប្រាង្គប្រាសាទព្រះវិហារហេតុដូច្នេះហើយប្រាសាទទាំងមូលនិងទឹកដីប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាស្របច្បាប់នៅត្រង់ចំណុចនេះគឺគេអាចនិយាយបានថាមាត្រា1នៃសន្ធិសញ្ញាឆ្នាំ1904កំណត់ត្រឹមតែលក្ខណៈវិនិច្ឆ័យជាគោលការណ៍តែប៉ុណ្ណោះចំណែកឯខ្សែបន្ទាត់ព្រំដែនពិតប្រាកដគឺគណៈកម្មការចម្រុះជាអ្នកកំណត់និងជាអ្នកសម្រេចចុងក្រោយហេតុដូចនេះហើយខ្សែបន្ទាត់ព្រំដែនដែលគេអាចយកជាផ្លូវការបានគឺខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះនៃប្រទេសទាំងពីរនៅតំបន់ភ្នំដងរែកខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំងសៀមគឺមានតែមួយគត់គឺខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីអបសម្ព័ន្ធទី1ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាងបើទោះបីជាតុលាការអន្តរជាតិបានបកស្រាយផ្លូវច្បាប់ធ្វើឲ្យសៀមមានភាពអាម៉ាស់ស្ទើរតែងើបមុខមិនរួចហើយនោះក៏នៅតែមិនទាន់ចប់ទេ
ដោយសារតែស្បែកមុខនៅក្រាស់នៅឡើយភាគីសៀមបានបដិសេធបន្តទៀតថាផែនទីនេះមិនមែនកើតចេញពីគណៈកម្មការចម្រុះបារាំងសៀមទេហើយសៀមក៏មិនដែលទទួលស្គាល់ផែនទីនេះដែរឯចៅក្រមក៏បានសម្រេចបន្ថែមសេចក្តីបកស្រាយជូនភាគីសៀមឲ្យកាន់តែអស់ចិត្តបន្ថែមទៀតថាផែនទីឧបសម្ព័ន្ធទី1គឺស្ថិតនៅក្នុងចំណោមផែនទីទាំង11ផ្ទាំងដែលត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយផែនទីនេះត្រូវបានចែកចាយទៅឲ្យរដ្ឋាភិបាលបារាំងផងរដ្ឋាភិបាលនៃប្រទេសសៀមផងនិងទៅឲ្យក្រុមអ្នកជំនាញខាងភូមិសាស្ត្រផងទាំងអ្នកភូមិសាស្ត្របារាំងនិងទាំងអ្នកភូមិសាស្ត្រសៀមផងដែរលើសពីនេះទៅទៀតផែនទីឧបសម្ព័ន្ធទី1គឺត្រូវបានរដ្ឋាភិបាលសៀមចែកចាយយកទៅតម្កល់ទុកនៅឯស្ថានតំណាងរបស់ប្រទេសសៀមប្រចាំប្រទេសធំៗមួយចំនួនរួមមានដូចជាប្រទេសអង់គ្លេសប្រទេសអាល្លឺម៉ង់ប្រទេសរុស្ស៊ីហើយនិងសហរដ្ឋអាមេរិកដោយឆ្លងកាត់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះហើយសៀមមិនអាចអះអាងថាខ្លួនមិនបានដឹងមិនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី1នេះបានទេនៅមានភស្តុតាងដ៏ជាក់ច្បាស់មួយទៀតគឺចាប់ពីខែមិនិនាឆ្នាំ1909គណៈកម្មការចម្រុះបារាំងសៀមបានជួបប្រជុំគ្នាជាច្រើនខែនៅទីក្រុងបាងកកប្រទេសសៀមហើយកិច្ចប្រជុំនេះមានគោលដៅរៀបចំចងក្រងផែនទីទាំងអស់ធ្វើជាឯកសារតែមួយនិងកំណត់អំពីពាក្យពេចន៍ទាំងអស់ដែលត្រូវប្រើនៅក្នុងផែនទីទាំងនោះដើម្បីស៊ីចង្វាក់គ្នារវាងភាសាបារាំងហើយនិងភាសាសៀមនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះផងដែរសៀមមិនដែលតវ៉ាជំទាស់នឹងខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1នេះទេជាការតាមទាន់ជន់កែងសៀមគឺនៅតែដោះស្រាយដោយរកល្បិចកិច្ចកលជាច្រើនទៀតដោយបានបញ្ជាក់បន្ថែមទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេថាទោះបីជាខ្លួនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី1នេះមែនប៉ុន្តែខ្លួនមិនបានមើលឲ្យជាក់ច្បាស់អំពីភាពមិនប្រក្រតីនៅលើផែនទីនោះទេត្រង់ចំណុចនេះគឺសៀមចង់មានន័យថាខ្លួនពិតជាមានការភ័ន្តច្រឡំដោយមិនដឹងថាប្រាសាទព្រះវិហារត្រូវបានគូសផ្ដាច់ចេញពីទឹកដីរបស់សៀមហើយចូលមកក្នុងប្រទេសកម្ពុជានោះឡើយចំណែកនៅខាងភាគីតុលាការអន្តរជាតិទីក្រុងឡាអេវិញបានអះអាងបន្ថែមបញ្ជាក់ទៀតថាការដែលថៃលើកឡើងថាខ្លួនមានការភ័ន្តច្រឡំហើយមើលមិនឃើញពីភាពមិនប្រក្រតីនៅលើផែនទីដងដែកនោះវាគឺជារឿងដែលមិនសមហេតុសមផលនោះទេពីព្រោះថាគ្រាន់តែគេមើលផែនទីឧបសម្ព័ន្ធទី1គឺគេអាចមើលឃើញយ៉ាងច្បាស់អំពីតំបន់ប្រាសាទព្រះវិហារដោយនៅលើផែនទីនេះទីតាំងប្រាសាទព្រះវិហារត្រូវបានកំណត់ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ដែលមានរាងជាប្លង់តួប្រាសាទហើយនឹងមានជណ្ដើររបស់ប្រាសាទផងដែរចំណែកឯខ្សែបន្ទាត់ព្រំដែនគឺត្រូវបានគូសបង្ហាញយ៉ាងច្បាស់នៅប៉ែកខាងជើងនៃប្រាសាទព្រះវិហារហើយមិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកនោះទេហេតុដូចនេះវាគឺជារឿងដែលមិនអាចទៅរួចនោះទេដែលថាអ្នកដែលបានមើលផែនទីនេះហើយតែមើលមិនឃើញចំណុចទាំងនោះហើយអ្វីដែលកាន់តែជាក់ច្បាស់ជាងនេះទៅទៀតនោះគឺថាអ្នកដែលបានមើលឃើញផែនទីឧបសម្ព័ន្ធមួយនេះគឺមានដូចជារដ្ឋមន្ត្រីក្រសួងការបរទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសមាជិកគណៈកម្មការចម្រុះបារាំងសៀមព្រមទាំងអភិបាលខេត្តនៅជាប់នឹងតំបន់ប្រាសាទព្រះវិហារផងដែរដែលអ្នកទាំងអស់នេះគឺសុទ្ធសឹងតែជាមន្ត្រីសៀមដែលជាអ្នកមានជំនាញខាងភូមិសាស្ត្រនិងស្គាល់ភូមិសាស្ត្រនៅតំបន់ប្រាសាទព្រះវិហារយ៉ាងច្បាស់ដូច្នេះវាកាន់តែមិនអាចទៅរួចនោះទេដែលថាអ្នកទាំងនេះមិនអាចមើលដឹងថានៅក្នុងផែនទីឧបសម្ព័ន្ធទី1គឺមានប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជានោះដោយយោងទៅលើទម្ងន់ផ្លូវច្បាប់ហើយនិងភស្តុតាងដែលភាគីកម្ពុជាបានដាក់ទៅកាន់តុលាការទីក្រុងឡាអេចំណែកឯភាគីចោឈ្លានពានសៀមមិនមានពាក្យអ្វីក្នុងការប្រឆាំងតវ៉ាជាមួយនឹងតុលាការអន្តរជាតិបានតទៅទៀតទើបតុលាការបានសម្រេចឲ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ដោយបានសម្រេចសេចក្តីជាស្ថាពរថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជាអាជ្ញាធរសៀមត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំផ្សេងៗទៀតដែលឈរជើងនៅក្នុងប្រាសាទព្រះវិហារនិងនៅតំបន់ជុំវិញប្រាសាទក្នុងដែនដីរបស់ប្រទេសកម្ពុជាសៀមត្រូវតែប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញនៅរាល់វត្ថុបុរាណដូចជារូបចម្លាក់សិលាចារឹក
គ្រឿងចានឆ្នាំងធ្វើអំពីដីឥដ្ឋឡាក់ដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬពីតំបន់ប្រាសាទក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ1954រហូតមកចាប់តាំងពីតុលាការអន្តរជាតិទីក្រុងឡាអេបានប្រកាសឲ្យកម្ពុជាឈ្នះក្តីទៅលើតំបន់ប្រាសាទព្រះវិហារទាំងមូលគឺបានបង្កឲ្យប្រជាជននៅក្នុងប្រទេសសៀមមួយភាគធំមានការកើតទុក្ខមិនសុខចិត្តហើយការបំផុសចលនាស្នេហាជាតិក៏បានកើតឡើងស្ទើរតែទូទាំងប្រទេសសៀមនៅពេលនោះមិនថាតែប្រជាជនធម្មតាប៉ូលីសទាហានឬក៏មន្ត្រីរាជការទេគឺតែងតែមានភាពអគតិចំពោះខ្មែរចាប់ពីពេលនោះតរៀងមកចំណែកពួកកវីនិពន្ធឬក៏អ្នកប្រាជ្ញមួយចំនួនក៏មានការកាឡៃប្រវត្តិសាស្ត្រដែលមានការសរសេរនៅរឿងរ៉ាវបំភ្លៃកាឡៃឲ្យខុសពីការពិតជាច្រើនដែលធ្វើឲ្យប្រជាជនសៀមមានការភ័ន្តច្រឡំហើយអ្នកខ្លះក៏នៅតែវង្វេងនៅក្នុងប្រវត្តិសាស្ត្រដែលគេកាឡៃរហូតមកដល់បច្ចុប្បន្ននេះបើទោះបីជាមានអ្នកចេះដឹងមួយចំនួនដែលមានឧត្តមគតិស្រឡាញ់នៅយុត្តិធម៌ពិតប្រាកដខិតខំប្រឹងប្រែងស្រាវជ្រាវនិងផ្សព្វផ្សាយឲ្យពួកគេដើរនៅផ្លូវត្រូវយ៉ាងណាក៏ដោយក៏មិនអាចមានវាសនាកែតម្រូវពួកគេឲ្យคล้ายទៅជាបុគ្គលដែលយល់ដឹងខុសត្រូវហើយដូចទៅនឹងប្រជាជនដែលរស់នៅក្នុងសង្គមនៃប្រទេសជឿនលឿនបានឡើយ។